រឿងរ៉ាវនៃល្ខោនស្នេហាអូននឹងបងបានបញ្ចប់ទៅហើយគឺបញ្ចប់ទៅទាំងសោកស្ដាយទាំងទឹកភ្នែកទាំងចិត្តភក្តីដោយបានបន្សល់ទុកនៅស្នាមដំបៅក្នុងដួងចិត្តមួយជីវិតជាអនុស្សាវរីយ៍គ្មានថ្ងៃបំភ្លេចបាននៅលើឆាកសម្ដែងពិតមែនថាបានបញ្ចប់តែក្នុងដួងចិត្តបងនៅតែនឹកនៅតែស្រឡាញ់ហើយពេលខ្លះថែមទាំងលួចបន់ស្រន់សូមឲ្យបានរួមរស់ជួបជុំអូនវិញទៀតផងបងខំកាត់ចិត្តបំភ្លេចអូនណាស់ដែរតែបងបំភ្លេចមិនបានខ្ញុំយ៉ាប់សាកសីខ្ញុំមិនអាចបំភ្លេចបានទេខ្ញុំមិនអាចបំភ្លេចអូនបានទេលៀងធ្លាក់ថ្មីឲ្យខ្ញុំទុកព្រួយព្រោះតែរូបអូនមួយព្រួយអើយតែព្រួយយល់តែសូបិន